ក្របឈាមក្រហមអាចសាកញ៉ាំអាហារទាំងនេះតើអ្នកធ្លាប់មានអាការៈល្ហិតល្ហៃអស់កម្លាំងជាញឹកញាប់ដែរឬទេបើសិនជាអ្នកមានអាការៈល្ហិតល្ហៃជាញឹកញាប់បែបនេះវាជាសញ្ញាមួយបញ្ជាក់ថាឈាមរបស់អ្នកមានបញ្ហាឬមិនសូវមានសុខភាពល្អអ្វីដែលសំខាន់ដែលអ្នកគួរតែធ្វើនោះគឺគួរយកចិត្តទុកដាក់ទទួលទានអាហារដែលសម្បូរទៅដោយធាតុដែកឲ្យបានច្រើនអាហារជាផ្នែកមួយដែលអាចជួយពង្រឹងឲ្យក្របឈាមក្រហមរបស់អ្នកកើនឡើងបានក្នុងកម្រិតល្អឡើងវិញជាពិសេសគឺពពួកអាហារដែលសម្បូរទៅដោយធាតុដែកដូចជាសាច់ក្រហមងាវឈាមជ្រូកថ្លើមស៊ុតក្រហមស្លឹកបាសសណ្តែកក្រហមផ្លែព្រូនល្ងនិងម្ទេសប្លោកក្រៅពីនេះអាហារដែលត្រូវបរិភោគបន្ទាប់បន្សំមកទៀតដែលសម្បូរច្រើននៅក្នុងសាច់ក្រហមប៉ីប្រូកូលីទំពាំងបារាំងទឹកក្រូចស្រស់និងប្រភេទវីតាមីន B6 ដែលមាននៅក្នុងអង្ករសម្រូបចេកអំបូងនិងផ្លែត្របែកទន្ទឹមនឹងនេះអ្នកក៏ត្រូវជ្រើសរើសនៅការបរិភោគប្រភេទវីតាមីន C សម្បូរក្នុងម្ទេសស្រស់ទឹកក្រូចច្របាច់ត្របែកល្ហុងក្រូចប៉េងប៉ោះក្រូចឆ្មានិងអាហារប្រភេទទង់ដែងមានដូចជាថ្លើមតៅហ៊ូរឹងគ្រាប់កាជូរ័តស្ករសូកូឡានិងប្រូតេអ៊ីនដែលសម្បូរនៅក្នុងសាច់សត្វនានាការបរិភោគអាហារទាំងនេះឲ្យបានញឹកញាប់នឹងធ្វើឲ្យឈាមមានសុខភាពល្អប្រាចាកពីជំងឺទាំងពួងនិងធ្វើឲ្យរាងកាយមានសុខភាពល្អទៀតផង